ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលីដាវិលត្រឡប់មកវិញហើយជាមួយនឹងវីដេអូថ្មីតាក់ទងជាមួយ service sequence ដូចគ្នាប៉ុន្តែចំណុចនេះគឺយើងឈានទៅដល់ point number 3 ម្ដងមានន័យថាចំណុចទី3យើង escort guest to the table នៅពេលដែលយើង already confirm មួយ reservation គាត់ថាគាត់មាន reservation ឬអត់ហើយយើងមាន space available សម្រាប់ពួកគាត់ហើយអញ្ចឹងបន្ទាប់ពីយើងមាន space available សម្រាប់ពួកគាត់ហើយយើងត្រូវតែescort គាត់ទៅតុរបស់គាត់មានន័យថាយើងត្រូវអញ្ជើញគាត់យើងត្រូវ invite គាត់ទៅតុរបស់គាត់ព្រោះគាត់អត់អាចដឹងថាគាត់អង្គុយនៅកន្លែងណាទេអញ្ចឹងយើងត្រូវនាំគាត់ទៅតុអញ្ចឹងពេលដែលយើងនាំគាត់ទៅតុ I will show you the table ខ្ញុំនឹងបង្ហាញតុរបស់អ្នក please follow me សូមអញ្ជើញមកតាមខ្ញុំអញ្ចឹងនៅពេលដែលយើង escort ភ្ញៀវទៅតុគឺយើងត្រូវប្រើប្រយោគបែបនេះ I will show you the table ដល់មក please follow me មានន័យថាគាត់នឹងដើរតាមយើងនៅពេលដែលយើងទៅដល់តុហើយយើងត្រូវនិយាយជាមួយគាត់ថា Here is your table please take a seat ចាំមានន័យថាទៅដល់តុបង្ហាញតុគាត់ Here is your table sir madam please take a seat នៅពេលដែលយើងនិយាយចឹងហើយមាត់យើងនិយាយប៉ុន្តែយើងត្រូវតែទាញកៅអីថ្នមពីក្រោយគាត់ហើយអញ្ជើញឲ្យគាត់អង្គុយ please take a seat sir ឬក៏ madam ចឹងទៅហើយយើងត្រូវតែprovide service របស់យើងហ្នឹងជូនទៅដល់ភ្ញៀវស្រីមុន lady first ចឹងមានន័យថាបើសិនជាមានមនុស្សប្រុសម្នាក់ស្រីម្នាក់យើងត្រូវ provide ឲ្យមនុស្សស្រីមុននៅពេលដែលមានមនុស្សប្រុស2នាក់យើងត្រូវ provide ឲ្យអ្នកណាដែលគាត់រៀងអាយុច្រើនជាងមានន័យថាមនុស្សពេញវ័យដូចគ្នាប៉ុន្តែគាត់អាយុច្រើនជាងនៅពេលដែលយើងមានភ្ញៀវប្រុសម្នាក់ហើយនឹងក្មេងម្នាក់យើងត្រូវ provide ឲ្យក្មេងមុនអញ្ចឹងងាយស្រួលទេចំណុចហ្នឹងណាចឹងយើងទាញកៅអីតិចមកបន្ទាប់មកគាត់អញ្ជើញអង្គុយហើយយើងប្រាប់ថា please take a seat sir ហើយយើងរុញកៅអីនឹងថ្នមទៅឲ្យគាត់វិញអាហ្នឹងហើយគឺជាចំណុចសំខាន់របស់ service sequence ដូចគ្នាគេហៅថា escort guest to the table ចឹងអាហ្នឹងមេរៀនយើងកាត់ខ្លីៗសង្ខេបមានតែប៉ុណ្្នឹងទេថ្ងៃស្អែកយើងនឹងមានមេរៀនថ្មីឬក៏ខាងស្អែកអីយើងមានមេរៀនថ្មីទៀតខ្ញុំនឹងព្យាយាមលើកវាយកមកបរៀនឲ្យអ្នកទាំងអស់គ្នាបានយល់ជាពិសេសអ្នកដែលទៅតែចេញធ្វើការលើកដំបូងឬក៏អ្នកដែលគាត់ចង់មាន experience ខាង hospitality in the restaurant ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមតាមដានវីដេអូរបស់ខ្ញុំហើយអរគុណទាំងអស់គ្នាសម្រាប់អ្នកដែលចូលចិត្តចូល view ហើយជួយ like ជួយ subscribe ឬក៏ជួយ sharing ឬក៏ជា comment feedback មកខ្ញុំវិញអីចឹងទៅខ្ញុំពិតជាអរគុណមែនទែនសម្រាប់ការ comment ឬក៏មានមតិយោបល់ផ្សេងព្រោះខ្ញុំចង់បានមតិទាំងល្អតែអាក្រក់ដើម្បីយកមកកែច្នៃឬក៏ស្ថាបនានៅចំណុចដែលខ្ញុំមានភាពខ្វះខាតចឹងអរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ